បាទសូមជម្រាបសួរដល់មេបងប្អូនទាំងអស់គ្នាដោយសារទទួលបានសំណូមពរហើយនឹងចម្ងល់ជាច្រើនពីបងប្អូនដែលបានប្រើប្រាស់ភ្លើងអគ្គិសនីហើយគាត់មានចម្ងល់ថាតើផ្ទះរបស់គាត់ចង់ដាក់សូឡាទំហំប្រមាណហើយគាត់មិនដឹងថាដាក់ប្រមាណមិនដឹងថាសួរអ្នកណាចឹងទេថ្ងៃនេះខ្ញុំសូមបញ្យល់មេបងប្អូនទាំងអស់គ្នាអំពីរបៀបថាតើផ្ទះរបស់គាត់គួរដាក់សូឡាទំហំប៉ុណ្ណាຂະຫນាតណាដើម្បីឲ្យត្រូវតាមការចង់បានរបស់ពួកគាត់ដោយមិនចាំបាច់សួរនាំទៅលើក្រុមអ្នកបច្ចេកទេសដំឡើងសូឡាទេពីព្រោះគាត់ពិបាកក្នុងការសួរនាំមិនដឹងថាសួរអ្នកណាហើយក៏ទុកចិត្តគេប្រាប់នឹងត្រូវឬអត់ចឹងទេថ្ងៃនេះខ្ញុំសូមពន្យល់ត្រួសដល់បងប្អូនទាំងអស់គ្នាឲ្យចេះគណនាទំហំសូឡាដោយខ្លួនឯងថាត្រូវដាក់ຂະຫນាតណាទំហំណាជាដំបូងពុកម៉ែបងប្អូនទាំងអស់ដែលចង់ដំឡើងសូឡានឹងត្រូវយកกระดาษ EDC กระดาษកៃបាត់ភ្លើងមិនថា EDC ឬក៏กระดาษអីទេឲ្យតែបងប្អូនបងភ្លើងប្រចាំខែឧទាហរណ៍กระดาษប្រចាំខែនេះមួយចឹងពេលពុកម៉ែបងប្អូនមានกระดาษនៅក្នុងដៃហើយគឺសូមមើលទៅលើទីតាំងអំណាចថ្មីមេគុណធម្មពលសូឡាដែលបានប្រើប្រាស់ប្រចាំខែឧទាហរណ៍វិក័យប័ត្រនេះមួយគឺគាត់ប្រើប្រាស់អស់498គីឡូវ៉ាត់នៅគីឡូវ៉ាត់ម៉ោងក្នុងមួយខែអញ្ចឹងថាតើការប្រើប្រាស់ធម្មពលភ្លើងអស់498គីឡូវ៉ាត់ម៉ោងក្នុងមួយខែហ្នឹងគួរដាក់សូឡាຂະຫນាតណាតទៅមកទៀតបងប្អូនត្រូវយក Casio ឬក៏ទូរស័ព្ទដៃមួយហើយបើក Casio មកដើម្បីគណនាអញ្ចឹងសូមម៉ែឪបងប្អូនត្រៀមกระดาษ EDC បន្ទាប់មកទៀតបើក Casio ឬក៏បើកទូរស័ព្ទ smartphone ដែលមាន Casio ហ្នឹងដើម្បីយកមកគណនាតាមខ្ញុំអញ្ចឹងបើគីឡូភ្លើងបងប្អូន600គីឡូគឺសូមចុច600គីឡូតែខ្ញុំឧទាហរណ៍នេះគឺ498គីឡូវ៉ាត់ម៉ោងក្នុងមួយខែខ្ញុំវាយ498គីឡូវ៉ាត់ហើយចែកនឹង30រួមមួយខែមាន30ថ្ងៃអញ្ចឹងទេស្មើនឹង16.6គីឡូវ៉ាត់បានន័យថាក្នុងមួយថ្ងៃបងប្អូនប្រើភ្លើង24ម៉ោងហ្នឹងអស់16គីឡូវ៉ាត់ម៉ោងហើយអ្នកខ្លះក៏ប្រើពេលថ្ងៃច្រើនទៅអ្នកខ្លះក៏ប្រើពេលថ្ងៃតិចជាងទៅប្រើច្រើននៅពេលយប់ឥឡូវហ្នឹងសូឡាយើងដែលត្រូវប្រើគឺយើងយកលទ្ធផលដែលយក498គីឡូវ៉ាត់ម៉ោងហ្នឹងចែកនឹង30គឺមួយថ្ងៃបាន16.6គីឡូវ៉ាត់បន្ទាប់មកទៀតតាមលទ្ធផលហ្នឹងយើងចែកនឹង4ស្មើនឹង 4.15 គីឡូអញ្ចឹងទេលទ្ធផលបាន4.15គីឡូវ៉ាត់នេះគឺជាទំហំសូឡាដែលបងប្អូនត្រូវដាក់បើបងប្អូនដាក់ 4.15 គីឡូនេះគឺនឹងជួយកាត់បន្ថយការចំណាយ 100% ក្នុងមួយខែគឺបាន498គីឡូវ៉ាត់ម៉ោងក្នុងមួយខែក៏ប៉ុន្តែកាត់បន្ថយ 100% លុះត្រាតែបងប្អូនត្រូវតម្លើងប្រភេទមាន off grid ដែលមានដាក់អាគុយព្រោះអីសូឡាផលិតភ្លើងនៅពេលថ្ងៃតែបើបងប្អូនប្រើ on grid បងប្អូនទៅប្រើនៅពេលយប់អញ្ចឹងបងប្អូនអត់មានភ្លើងសម្រាប់ជួយនៅពេលយប់បានទេគឺបងប្អូនត្រូវតម្លើងសូឡា4គីឡូទៅ5គីឡូ4គីឡូវ៉ាត់បងប្អូនត្រូវដាក់អាគុយបើបងប្អូនប្រើពេលយប់ 50% ថ្ងៃ 50% បងប្អូនគួរដាក់អាគុយដែលមានទំហំ10គីឡូវ៉ាត់ម៉ោងទៅ15គីឡូវ៉ាត់ម៉ោងតែបើបងប្អូនពេលថ្ងៃអត់បានប្រើប្រាស់ទេផ្ទះទុកចោលអញ្ជើញទៅធ្វើការបាត់ប្រើតែអំពូលកង្ហារតិចតួចខ្ញុំសូមណែនាំបងប្អូនដាក់អាគុយដែលមានទំហំចាប់ពី15គីឡូវ៉ាត់ម៉ោងទៅ20គីឡូវ៉ាត់ម៉ោងបាទបើបងប្អូនមានចម្ងល់ត្រង់ណាចង់សួរពីព័ត៌មានលម្អិតសូមកុំភ្លេចទាក់ទងមកខ្ញុំបាទតាមរយៈលេខទូរស័ព្ទដូចបានបង្ហាញនៅកញ្ចក់អេក្រង់នេះស្រាប់សូមអរគុណសូមគោរពលា